បានបង្កើតសមាគមមនុស្សចាស់ហើយលោកគ្រូថ្ងៃអាទិត្យឡើងទៅហាត់ប្រាណខ្ញុំបានវាស់សម្ពាធឈាមបានដឹងពីសុខភាពខ្លួនខ្ញុំហើយម្យ៉ាងទៀតថ្លឹងគីឡូចាហើយពេលណាមសូលមូលអុយគាត់ចុះមកសួរសុខទុក្ខទៅខ្ញុំហ្នឹងគេចាស់ខ្ញុំសប្បាយចិត្តណាហើយខ្ញុំលើកពីប្តីខ្ញុំគាត់ទឹកស្លាប់ដែរក៏គាត់ឯងមកសួរសុខទុក្ខហើយមានសម្ភារៈទឹកផ្លែឈើផ្លែអុយយកមកជូនរហូតដល់គាត់ស្លាប់ហើយក៏ជួយថវិកាមកទៀតក្នុងក្រុមណាក្នុងក្រុមសមាគមមនុស្សចាស់លោកគ្រូសប្បាយចិត្តមែនតើបានបង្កើតណែក្រុមសមាគមមនុស្សចាស់មកដូចថាវារំដោះទុកមកពេលចាចេះជួយគ្នាសួរសុខទុក្ខឯងអញបើពីដើមកន្លងមកមិនដែលប៉ុណ្ណាដឹងថាប៉ុណ្ណាឈឺប៉ុណ្ណាជាទេលោកគ្រូអត់ទេអត់ដែរទេដល់មករាល់ថ្ងៃនេះដូចថាអ្នកណាឈឺក៏ដឹងអ្នកណាជាក៏ដឹងយើងចាស់ហ្នឹងលោកគ្រូចា